បាទជំរាបសួរលោកគ្រូនិងគ្រូទាំងអស់គ្នាពេលនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការទៅឆែកមើលតេស្តប្រឡងរបស់កូនឬក៏ការប្រឡងរបស់កូនប្រចាំខែហើយនឹងរបៀបដកយកឯកសារពីការប្រឡងនោះបាទអញ្ចឹងជាដំបូងលោកគ្រូត្រូវចូលទៅក្នុង account របស់លោកគ្រូទាំងអស់គ្នាបន្តមកទៀតលោកគ្រូចូលក្នុងពាក្យថាប្រឡងបន្តមកទៀតលោកគ្រូទៅចុចនៅលើប្រវត្តិធ្វើតេស្តបាទអញ្ចឹងនៅកន្លែងនេះនៅក្នុងជួរខាងលើលោកគ្រូត្រូវតែបំពេញព័ត៌មាននឹងឲ្យអស់ឧទាហរណ៍លោកគ្រូចង់មើលសិស្សអញ្ចឹងសិស្សមើលក្នុងមួយថ្នាក់មានន័យថាទាំងអស់បើសិនលោកគ្រូចង់មើលសិស្សនរណាម្នាក់ចុចលើឈ្មោះអ្នកហ្នឹងអញ្ចឹងក្នុងពេលនេះខ្ញុំឧទាហរណ៍ថាខ្ញុំមើលសិស្សក្នុងមួយថ្នាក់បាទគឺយកទាំងអស់បន្តមកទៀតខ្ញុំចង់ឆែកមើលប្រវត្តិនៃការធ្វើតេស្តភាសាខ្មែរអញ្ចឹងខ្ញុំចុចលើភាសាខ្មែរបន្តមកទៀតកន្លែងនេះគឺខ្ញុំចង់ជ្រើសរើសប្រភេទការប្រឡងជាប្រឡងថ្នាក់ទី1ខ្ញុំរើសទី1បើលោកគ្រូថ្នាក់ទី2យកទី2ឬក៏ចង់មើលតេស្តឬក៏ចង់មើលអីទៅតាមចំណុចដែលលោកគ្រូចង់មើលតែនៅពេលនេះខ្ញុំឧទាហរណ៍ថាខ្ញុំចង់មើលការប្រឡងរបស់កូនថ្នាក់ទី1អញ្ចឹងចុចលើថ្នាក់ទី1បាទនៅកន្លែងប្រភេទមេរៀនអញ្ចឹងលោកគ្រូចង់ឆែកមើលការប្រឡងរបស់កូនមេរៀនណាឥឡូវឧទាហរណ៍ខ្ញុំចង់ឆែកមើលការប្រឡងមេរៀនជញ្ជាអ្នកពួកអបសំស្រាអញ្ចឹងជ្រើសរើសនៅកន្លែងនេះគឺជាកន្លែងដែលសំខាន់ដែលលោកគ្រូត្រូវពិនិត្យវិจัยឲ្យមែនទែនអញ្ចឹងបើសិនជាលោកគ្រូប្រឡងនៅក្នុងថ្ងៃ22អញ្ចឹងគ្រូអាចឆែកនៅក្នុងថ្ងៃ22តែបើសិនជាគ្រូប្រឡងថ្ងៃ18 19ឬក៏20លោកគ្រូឆែកនៅថ្ងៃ22គឺឆែកអត់ឃើញទេអញ្ចឹងលោកគ្រូត្រូវឆែកថ្ងៃដែលកូនបានប្រឡងឲ្យច្បាស់នៅកន្លែងហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំឆែកកូននៅការប្រឡងនេះថ្ងៃទី22អញ្ចឹងខ្ញុំចុចលើថ្ងៃ22ខែ2រហូតដល់ថ្ងៃទី22ខែ2បាទអញ្ចឹងនេះគឺជាព័ត៌មានដែលកូនបានប្រឡងនៅក្នុងហ្នឹងគឺមានចំនួន43នាក់បាទបន្តមកទៀតលោកគ្រូទៅពិនិត្យនៅកន្លែងនេះឃើញកន្លែងមានបន្ទុកខ្ពស់នេះគឺបិទអញ្ចឹងជាកន្លែងនេះគឺមានន័យថាបើសិនជាគ្រូបិទចេះមានន័យថាកូនគាត់ធ្វើក្នុងម្នាក់ហ្នឹងគាត់ធ្វើថ្ងៃហ្នឹងថ្ងៃ22ហ្នឹងគាត់ធ្វើប្រហែលដងឧទាហរណ៍2ដងឬក៏3ដងគឺវាសូតែម្ដងទេគឺសូតែម្ដងដែលជាការប្រឡងរបស់គាត់លើកទី1តែបើសិនជាលោកគ្រូចង់ឲ្យមានភាពសុក្រិតហើយកូនរបស់យើងអាចយកបន្ទុកខ្ពស់យកមកសូគឺលោកគ្រូបើកនៅកន្លែងនេះបាទអញ្ចឹងមានន័យថាបើសិនជាគាត់ធ្វើ2ដងឬក៏3ដងបន្ទុកខ្ពស់ជាងគេមួយណាគឺពិសូយកមួយហ្នឹងបាទអញ្ចឹងពេលនេះយើងបានព័ត៌មានអស់ហើយអញ្ចឹងលោកគ្រូចង់ដកយកឯកសារហ្នឹងចេញទៅខាងក្រៅអញ្ចឹងលោកគ្រូចុចនៅកន្លែងនេះបាទអញ្ចឹងដល់ពេលចុចនៅកន្លែងនេះកុំព្យូទ័ររបស់លោកគ្រូជួនកាលវា load blank អញ្ចឹងវាអត់មានព័ត៌មានអីទេហើយវា note នៅខាងនេះអញ្ចឹងលោកគ្រូដាក់ម៉ៅនៅលើកន្លែងនេះមានសញ្ញាចុច3អញ្ចឹងលោកគ្រូចុចនៅកន្លែងហ្នឹងយកពាក្យថា keep បាទយកពាក្យថា keep anyway អញ្ចឹងនេះនឹងបានឯកសារមួយជា file Excel អញ្ចឹងលោកគ្រូអាចយកបើកទៅ file Excel ហ្នឹងយកមកប្រើប្រាស់បាននេះព័ត៌មានទាំងអស់ដែលសិស្សបានប្រឡងគឺនៅក្នុងនេះអញ្ចឹងលោកគ្រូចង់ print ចេញឬក៏យ៉ាងម៉េចលោកគ្រូធ្វើដាក់តារាងដាក់អីអាស្រ័យលើលោកគ្រូជាក់ស្ដែងបាទអរគុណច្រើន